nhóm thợ ban trên video mỗi đang dạy pika rồi nói chuyện mỗi khi muốn pe riệp cả hai miền mặt tệ chỉ ra comment lời video bảo nhóm tiếng mặt tệ đài recon stapana tiếng mặt tệ đài yol srop mặt tệ đài mình yol srop nâng mặt tệ đài hasap tam pater này tặng khi nhóm mến chưa mình đài cất tha o bảo bay này khai cứ chưa bảo bay này đài ọt là o nhưng cô ta thưa tam bảo bay này ở rộp đài chưa bảo bay này đài là o chiêng ấy ọt đấy nhóm bạn men cất chân tê này tặng khi mình sray dương tặng khi là cái gọi là cái đài tay từ trong từ ban ở rắm đại kê lót cho con sông dơ riệp cá sông dơ ru nơi cho mũi kia đó chắc cao khỏng tầng nhôm tầng kê xuất tại trong ban à rom năng tầng ở kia tại ở vậy đa sầm khán cứ việc bắt chỉ sưu đời ở vậy để dân cất mền ở mình bên từ than để tầng ở kia xong bây từ trong cua sa nhôm dây bảo nhôm tay tại trong ở nhôm riệp cá tay tại trong ở nhôm phơi cảm với thi cho pa chẳng hạn nhôm dây prap để tầng kia tam tròn á nhôm khai mình tên ti muối cái nhôm ăn miên lôi trong cá phơi cảm với thi chẳng tê xong bây từ tôi tai cứ trong miệng đài pro nhôm tập tay cho mà pay khai đập tên này tọt kia mà pay khai cao hay bong nhóm tơ tay mà pay mùi tên chẳng bộ dương men khlang mình tên hay rồng păng bong nhóm nịa tu quạt chỉ chôn chiết bạch so tay rồng păng ấy nâng quạtอายุขมงបំផុតในตอนนี้ก็អាចរលុយបានចំខ្ញុំគត់គងខ្ញុំហើយរលុយដើម្បីធ្វើកម្មវិធីរៀបបង្គោលការរបស់យើងទាំងពីរទេអញ្ចឹងអានឹងគឺជាចំណុចដែលខ្ញុំគិតខ្ញុំអត់ចង់ធ្វើបាបកូនគេឲ្យកូនគេរលុយទៅស្រាក់នៅប្រទេសគេណោះហើយយកមកដើម្បីផ្គត់ផ្គង់យើងដើម្បីបំពេញមុខមាត់ឲ្យយើងទាំងដែលវាអត់ទាន់ដល់ពេលដែលយើងមានសមត្ថភាពខ្ញុំអត់ចង់ទេខ្ញុំអត់រុញគេឲ្យខ្លាំងឲ្យមានសម្ពាធឲ្យគេព្រោះរងថ្ងៃនេះគាត់ខំប្រឹងអស់ហើយបងខ្ញុំគាត់ខំប្រឹងគ្រប់យ៉ាងដើម្បីខ្ញុំអស់ហើយខ្ញុំអត់ចង់ធ្វើឲ្យគាត់មានសម្ពាធខ្លាំងជាងនឹងទេហើយចោះសួរមួយទៀតថាមិនក៏មិនយកលុយអង្គការឬក៏មិនខ្ចីលុយម៉ែឪធ្វើសិនទៅអូយបើនិយាយពីចិត្តខ្ញុំតាមត្រង់ណាអ្នកទាំងគ្នាខ្ញុំអត់ចង់ប៉ះពាល់លុយអ្នកណាទាំងអស់ខ្ញុំមានសមត្ថភាពប៉ុណ្ណាខ្ញុំចង់ធ្វើប៉ុណ្ណឹងខ្ញុំអត់ចង់ខ្ចីលុយអង្គការខ្ចីលុយម៉ែឪដើម្បីការជាមួយគ្នារស់នៅជាមួយគ្នាបន្ទាប់មកយើងអត់ដឹងទេថាថ្ងៃមុខទៅយើងទៅជាយ៉ាងណាយើងច្បាស់លាស់មួយគ្នានៅយើងប្រកាសមួយគ្នានៅឬក៏ការឲ្យរស់ស៊ីអ្វីបើឪពុកម្ដាយគ្រួសារអត់មានអីចែកឲ្យផងអញ្ចឹងយើងធ្វើមិន plan ទៅណាអត់ដឹងរស់ស៊ីអីការឲ្យដេកមើលមុខគ្នាចាអត់ដឹងធ្វើអីហងអញ្ចឹងខ្ញុំអត់ចង់អញ្ចឹងទេខ្ញុំអត់ចង់ពិបាកទេហើយរឿងមួយទៀតខ្ញុំមកពីគ្រួសារមិនមែនគ្រួសារអ្នកមានមិនមែនគ្រួសារមានសុភមង្គលគ្រួសារនៅជាមួយគ្នាអីអត់ទេអត់ដូចគ្រួសារបងខ្ញុំទេគ្រួសារខ្ញុំបែកបាក់គ្នាគ្រួសារខ្ញុំនៅព្រាត់ប្រាសគ្នាហើយខ្ញុំនៅដលែកប៉ាខ្ញុំម៉ាក់ខ្ញុំបែកគ្នាអញ្ចឹងក្នុងចិត្តជាកូនស្រីមួយដែលធំធាត់ឡើងដោយសារយាយគឺជាម្ដាយយាយគឺជាឪពុកយាយគឺអ្នកព្រានប្រដៅគឺជាអាណាព្យាបាលតាំងពីតូចរបស់ខ្ញុំមានគោលកំណត់ថាចេះបើសិនជាខ្ញុំមិនគិតថាម្នាក់នឹងបើសិនជាខ្ញុំមិនទាន់ច្បាស់ទេថាខ្ញុំអាចនៅជាមួយម្នាក់នឹងបានដល់ខ្ញុំចាស់ដល់ខ្ញុំស្លាប់គឺខ្ញុំអត់ការជាមួយម្នាក់នឹងអត់យកម្នាក់នឹងធ្វើប្តីជាដាច់ខាតខ្ញុំអត់យកជាដាច់ខាតក្នុងមួយជីវិតខ្ញុំសុំមានប្តីតែមួយបានហើយប្តីតែមួយក្នុងជីវិតបានហើយគ្រប់គ្រាន់ហើយសម្រាប់ខ្ញុំអត់ចង់7 8 10 9 10 20 10ការហើយលុយនៅណាហើយការដឹងនៅមួយគ្នាបានប្រមាណបែកគ្នាទៅណាខ្ចាត់ខ្ចាយទៅនេះទៅណោះការហើយមានកូនត្រូវចាំកូនបែបម៉េចហើយផលវិបាកអីខ្លះបើសិនជាយើងបែកគ្នាតើកូនយើងឈឺចាប់ប៉ុណ្ណាចាខ្ញុំអត់ចង់ទេខ្ញុំចង់ការហើយខ្ញុំទាំងពីរកត់បញ្ជាជាមួយគ្នាថាយើងរកស៊ីអីយើងមានលុយប៉ុន្មានយើងមានលុយក្នុងការចិញ្ចឹមកូននៅយើងចង់យកកូននៅតើយើងមានវិធីអីខ្លះក្នុងការចិញ្ចឹមកូនយើងដើម្បីកុំឲ្យកូនយើងធំធាត់ទៅគាត់មានការឈឺចាប់គាត់មានរបៀបធំធាត់ឡើងដោយមានអ្នកគ្រប់គ្រងគាត់ដែលមានអ្នកនៅពីក្រោយចាំជួយជ្រោមជ្រែងគាត់ណាមិនមែនបង្កើតគាត់ឲ្យចោលគាត់ទេអញ្ចឹងខ្ញុំគិតច្រើនណាស់អ្នកនរគ្នាអញ្ចឹងខ្ញុំមិនមែនថាប្រពៃណីខ្មែរគឺជាប្រពៃណីអត់ល្អអីទេតែមនុស្សម្នាក់ត្រូវចាំថាអ្នកទាំងអស់គ្នាមានគោលគំនិតរបស់អ្នកទាំងអស់គ្នារៀងខ្លួនបើអ្នកទាំងអស់គ្នាគិតថារឿងហ្នឹងគឺជារឿងល្អអ្នកទាំងអស់គ្នាធ្វើទៅអត់អីទេខ្ញុំចង់និយាយថាខ្ញុំមានគោលគំនិតមានចិត្តមានផ្នត់គំនិតតាមរបស់ខ្ញុំដែរអញ្ចឹងណាអញ្ចឹងយើងអាចនិយាយថាអានេះគឺជាលេខ9អានេះគឺជាលេខ6បានទេបើសិនជាយើងនៅទល់មុខគ្នាបែកម្នាក់ពីគ្នាអញ្ចឹងធ្វើអីក៏ល្អដែរអ្នកទាំងគ្នាឲ្យតែអ្នកទាំងអស់គ្នាគិតថាខ្លួនឯងធ្វើត្រូវខ្លួនឯងល្អចាអ្វីដែលខ្ញុំព្យាយាមនិយាយនេះមិនត្រូវ 100% ទេអ្នកទាំងគ្នាអ្វីដែលអ្នកទាំងគ្នាគិតថាត្រូវអ្នកទាំងគ្នាយកទៅអ្វីដែលអ្នកទាំងគ្នាគិតថាមិនត្រូវអ្នកទាំងគ្នាក៏បោះវាចោលទៅព្រោះនៅមានអ៊ំខ្ញុំដែលខ្ញុំស្គាល់ពូមីងខ្ញុំដែលរៀបការជាមួយគ្នាហើយនៅតែរស់នៅជាមួយគ្នាបានយូរមានកូនមានចៅគាត់មើលថែកូនចៅគាត់បានល្អក៏នៅតែមានច្រើនដែរខ្ញុំឃើញច្រើនដែរក៏ប៉ុន្តែដល់ឡែកខ្ញុំមួយនេះដោយសារតែខ្ញុំមានការផិតភ័យខ្ញុំជួបរឿងបែកបាក់គ្នាគ្រួសារបែកបាក់គ្នាតាំងពីតូចទៅវាធ្វើឲ្យខ្ញុំកើតជា anxiety មួយដែលខ្ញុំខ្លាចមែនទែនណាក្នុងការមានស្វាមីហើយខ្ញុំនឹងត្រូវបែកគ្នាជាមួយស្វាមីខ្ញុំអញ្ចឹងទើបខ្ញុំមានផ្នត់
កំណត់បែបហ្នឹងហើយបើអ្នកទាំងអស់គ្នាមើលម្ដងនេះហើយខ្ញុំប្រាប់ដំណឹងមួយចោលគឺបងខ្ញុំនឹងខ្ញុំបានសែនហើយនៅពេលដែលខ្ញុំទៅលេងផ្ទះទៅលេងស្រុកកំណើតដោយសារតែមុនដំបូងណាខ្ញុំនិយាយជាមួយម៉ាក់យាយខ្ញុំគាត់ថាគាត់ចង់សែននៅពេលដែលខ្ញុំត្រឡប់មកពីសៀមរាបវិញនៅពេលខ្ញុំរួយក៏តែខ្ញុំបានប្រាប់គាត់ថាខ្ញុំរៀបកម្រងអស់ហើយខ្ញុំអត់បានមកបាត់ដំបងវិញទេគាត់ក៏បញ្ញាបញ្ញាប់សែនស្អែកឲ្យខ្ញុំហ្មងខ្ញុំទៅតែម្ដងថ្ងៃហ្នឹងស្អែកឡើងគឺសែនឲ្យតែម្ដងចាក៏ព្រោះតែគាត់ភ័យគាត់ខ្លាចយកបងខ្ញុំមកលេងផ្ទះហើយអត់ប្រាប់ដូនប្រាប់តាហើយនៅជាមួយគ្នាទៀតអញ្ចឹងណាពេលមុនដំបូងខ្ញុំខំប្រកែកជាមួយគាត់ដែរខ្ញុំថាខ្ញុំអត់មានលុយទេម៉ែខ្ញុំអត់អាចធ្វើបានទេខ្ញុំមិនមែនប្រកែកគាត់ដោយសារតែខ្ញុំអត់ចង់ធ្វើរឿងអស់ហ្នឹងអត់ចង់ធ្វើតាមប្រពៃណីទេអ្នកនរគ្នាអត់ទេខ្ញុំប្រកែកម៉ែក៏ព្រោះតែខ្ញុំគ្មានលុយចាខ្ញុំជូនលុយគាត់អត់បានពាក់កណ្ដាលនឹងគាត់ធ្វើកម្មវិធីសែនហ្នឹងផងអញ្ចឹងវាអត់ថ្នងណាដល់គ្នាយើងមកថ្ងៃភ្ជុំបិណ្ឌដើម្បីជូនលុយម៉ែទៅពេលហើយម៉ែធ្វើកម្មវិធីឲ្យយើងវិញអស់លុយច្រើនជាងយើងជូនគាត់ទៀតយើងវាមានអារម្មណ៍ថាអត់សុខតែអូយម៉ាក់យាយខ្ញុំគឺល្អណាស់ដល់គ្នាគាត់អត់គិតគូរឿងលុយរឿងកាក់ហ្នឹងទេគាត់ខ្វល់ទេសំខាន់ឲ្យតែកូនបានសែនជាមួយគ្នាដូនតាដឹងឮអាហ្នឹងគឺចប់រឿងហើយគាត់លេងខ្វល់ហើយខ្ញុំពិតជាមានអារម្មណ៍ថាល្អប្រសើរខ្លាំងមែនទែនព្រោះនៅពេលដែលធ្វើហើយម៉ែខ្ញុំពិតជាបាយចិត្តខ្លាំងមែនទែនហ្មងគាត់ដើរប្រាប់ចាស់ប្រាប់មិត្តភក្តិរបស់គាត់ថានេះប្តីខ្ញុំអូយអស់ស្ដាយខ្ញុំដឹងថាខ្ញុំមិនមែនប្តីពុនគ្នាស្របច្បាប់ទេអ្នកទាំងគ្នាតែចាស់ពីដើមគាត់តែងតែអញ្ចឹងតែសុភជាមិនតាន់ប្តីពុនទេអ្នកទាំងគ្នាសង្សារដែរលេតប្តីពុនទេគ្រាន់តែសែនឲ្យដូនតាដឹងឮហើយចាស់នៅក្នុងភូមិចាស់ដែលគាត់ស្គាល់នឹងឲ្យគាត់ទទួលស្គាល់ថាយើងបានសែនប្រាប់ដូនតាហើយអញ្ចឹងកុំកាច់វាអីវាដើរលេងមួយគ្នាវានៅមួយគ្នាអីហ្នឹងក៏ណាស់ហើយចុះព្រោះពួកយើងបានសែនឲ្យដឹងហើយអញ្ចឹងឲ្យទទួលស្គាល់ហើយអញ្ចឹងទៅចាអូយOkay, thank you guys for watching and I see you in the next video. Bye.